សួស្តីមិត្តទាំងអស់គ្នាចូលចិត្តផឹកដូងហ៎ណែបើទីពីបដាខ្ញុំទៅខ្ញុំឲ្យបើដូងម្នាក់មកគ្រូកអូខេខ្ញុំសួរណាទឹកមួយស្លុកកុករកមិនឃើញអីគេមកចើយអូខេចម្លើយគឺផ្លែដូងអូខេដែរផឹកដូងម្នាក់មកគ្រូកគូកអេតោះតើស្គាល់ដូងឲ្យកាន់តែច្បាស់ទាំងអស់គ្នាដូងគឺជារុក្ខជាតិមួយប្រភេទដែលមានអាយុជាមធ្យមប្រមាណជា50ទៅ70ឆ្នាំហើយត្រូវការពេលដាំប្រមាណជា5ឆ្នាំមុននឹងអាចទទួលផលបានដូងមាននៅស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាប្រជាជននិយមដាំដុះក្នុងភូមិឋានក្នុងចម្ការសម្រាប់បំពេញសេចក្តីត្រូវការផ្ទាល់ខ្លួនហើយខេត្តដែលប្រមូលផលដូងបានច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាគឺនៅខេត្តភាគនិរតីជាប់តំបន់ឆ្នេរសមុទ្រមិត្តដឹងទេដូងផ្លែធំណាมันអាចចែកចាយតាមរយៈសត្វបក្សីពំទៅកន្លែងផ្សេងទៀតដូចជាផ្លែឈើដទៃទេតែដើមដូងអាចពង្រាយផ្លែរបស់វាតាមរយៈសមុទ្រវិញចឹងហើយបានជាយើងឃើញមានដើមដូងជាច្រើនដុះនៅឯកោះហើយផ្លែដូងមានប្រយោជន៍ជាច្រើនដែលគេអាចយកទៅធ្វើប្រេងដូងចាស់គេអាចយកទៅធ្វើបង្អែមឬធ្វើនំទៀតផងរីឯស្លឹកវាក៏អាចយកទៅធ្វើជាជញ្ជាំងផ្ទះឬក៏សម្ភារៈផ្សេងទឹកដូងខ្ចីគេយកទៅផឹកឬអាចយកទៅជំនួសសេរ៉ុមក៏បានដែរនៅពេលមានអាសន្នអេមិត្តស្គាល់អានេះហ៎ឆ្ងាញ់ណាស់ណាវានៅក្នុងដើមដូងហើយដើមត្នោតហ្នឹងក៏មានដែរអានេះគេហៅថាគោមដូងអូវាឆ្ងាញ់ជាងកាពីងដូង10ដងឯណោះហើយវាគ្មានលក់នៅលើទីផ្សារនោះទេព្រោះថាដើម្បីបានវាគេត្រូវការកាប់ដើមដូងមួយចោលឯណោះអញ្ចឹងគេសុកចិត្តទុកដើមយកផ្លែដូងវិញវាចំណេញជាងអូខេជួបគ្នាពេលក្រោយទៀតបាយ